បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីស្រឡាញ់រាប់អានទាំងអស់ដែលនិយមទស្សនាវីដេអូនៅតាមបណ្ដាញសង្គម Facebook TikTok YouTube ទាំងអស់បាទថ្ងៃនេះគឺថាកម្មវិធីសែនចំការនៅខាងឃុំពពកស្រុកស្ទងខេត្តកំពង់ធំបាទថ្ងៃនេះថ្ងៃទី30 ខែឧសភាឆ្នាំ2021ត្រូវនៅថ្ងៃសៅរ៍បាទកម្មវិធីសែនចំការនេះគឺជាការប្រារព្ធឡើងបន្ទាប់ពីការប្រមូលផលហើយប្រមូលផលដំណាំរបស់គេហើយក៏ពួកគេក៏បានប្រារព្ធនៅកម្មវិធីកម្មវិធីស្តានប្រេនទៅតាមលទ្ធភាពតាមថាជីវភាពដែលគេមានណាអ្នកខ្លះទៅក៏សែនមានមន់ទាមានអីទៅអ្នកខ្លះទៅសែនអាចដល់ជ្រូកខ្វាយជ្រូកអីទៅណាបាទតាមលទ្ធភាពដែលគាត់មានបាននេះគឺជាចំការចន្ទីវាមិនទាន់អស់ផ្លែទេប៉ុន្តែគេពិតជាអរគុណដឹងគុណទៅដល់ថាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាទាំងអស់ដែលបានមើលថែរក្សាចំការរបស់គាត់ឲ្យបានទទួលលទ្ធផលជាទីគប់ចិត្តបាទដូច្នេះហើយពួកគាត់ក៏តែរំលឹកដឹងគុណទៅដល់ចាស់ទឹកចាស់ដីរបស់គាត់ដែលបានមើលថែរក្សានៅចំការរបស់គាត់បាទនេះគឺថ្ងៃនេះគឺគាត់ចាប់ផ្ដើមប្រារព្ធនៅកម្មវិធីសែនដោយមានជ្រូកខ្វៃទៅមានមន់មានផ្លែឈើមានបង្អែមចង្អាបហើយនឹងមានលោកហើយនឹងមានបងប្អូនមិត្តភក្តិជិតឆ្ងាយចូលរួមគួរយ៉ាងច្រើនក៏ដើម្បីអបអរសាទរបានណាចឹងគឺនេះគឺជាទំនៀមទម្លាប់ខ្មែរយើងតាំងពីបុរាណកាលតែពួកគាត់តែងតែធ្វើតគ្នាពីចំនួនមួយទៅចំនួនមួយមិនថាចំនួនមុនឬចំនួននេះទេគឺតែងរំលឹកធ្វើបន្ទាប់ពីការប្រមូលផលកសិកម្មរបស់គាត់ហើយហ្នឹងតែពីការប្រមូលផលហើយគឺកសែនណានេះសម្រាប់ស្រុកខ្ញុំណាប៉ុន្តែមិនដឹងថាទូទាំងប្រទេសអាចធ្វើដូចគ្នាបានទៅដូចគ្នាទាំងអស់ឬក៏យ៉ាងណាទេប៉ុន្តែសម្រាប់ខ្ញុំគឺចេះមិនថាធ្វើស្រែចម្ការឬក៏ធ្វើចម្ការឬក៏ដំណាំអីផ្សេងៗទេឲ្យតែគាត់បានទទួលលទ្ធផលទទួលបានផលល្អគាត់រមែងសែនព្រេនទៅដល់រំលឹកទៅដល់ដឹងគុណថាចរិយាដឹងគុណទៅដល់ចាស់ទឹកម្ចាស់ដីគាត់នេះគឺស្ថិតនៅក្នុងតំបន់នៅថាកែងតាច័ន្ទគឺពាក្យតាច័ន្ទគឺតែនិយាយទៅគាត់ជាតាទូតរបស់ខ្ញុំដែរគាត់ជាមួយជាអ្នកដែលចាប់ផ្ដើមនៅថាកស្អាងឬចាប់ផ្ដើមកកើតនៅកែងតាច័ន្ទនេះគឺគាត់ថាទៅជានៅឋានរបស់គាត់តាំងកាលពីមុនគាត់នៅទៅក៏ធ្វើស្រែធ្វើចំការនៅតំបន់នេះដល់ពេលគាត់ស្លាប់ទៅគឺគាត់ខ្លាយជាថាម្ចាស់ទឹកម្ចាស់ដីឬក៏ហៅថាជាអ្នកតាប្រចាំតំបន់នេះទៅបាទអញ្ចឹងនៅពេលដែលមានបញ្ហាស្អីផ្សេងពួកគេតែងតែមកបន់ស្រន់អอกมาថាកូនចៅគាត់ឈឺមិនស្រួលខ្លួនគាត់ទៅមើលពេទ្យផងគាត់ទៅរកពេទ្យផងហើយគាត់អាចថាទៅបន់ស្រន់ផងគេថាជំនឿបូករួមនឹងថាជាក់ស្ដែងណាឈឺគេគាត់ទៅពេទ្យគាត់ទៅរកប៉ុន្តែទន្ទឹមនឹងការថាផ្លូវងងឹតគាត់ធ្វើផ្លូវក៏គាត់ធ្វើទាំងពីរអញ្ចឹងគឺគាត់តែងទៅបន់ស្រន់ទៅថាអូតានេះកូនចៅខ្ញុំឈឺចោលជាទៅកូនចៅដាក់នេះដាក់នោះណាតែពេលដែលគាត់កូនចៅគាត់បានជាបានធូរទៅគាត់ក៏រមិញមកយកថាគ្រឿងដង្វាយមកថ្វាយទៅតាមការសន្យារបស់គាត់បាននេះគឺជាទំនៀមទម្លាប់មួយរបស់ខ្ញុំបាទ